តោះយើងកណនី limit 1ដើម្បីកណនី limit បានយើងត្រូវជួសមើលរៀង limit សិនយើងចំនួន1ចូលមកខ្ញុំចំនួន1ចូលមកស្មើ1 5គុណនឹង1ការ៉េដក3គុណនឹង1ដក2លើ3គុណនឹង1ការ៉េបូកឲ្យ4គុណនឹង1ដក7អញ្ចឹងយើងស្មើនឹង5ដក3ដក2លើ3បូក4ដក7អញ្ចឹងស្មើនឹង5ដក5លើ7ដក7អញ្ចឹងយើងរៀងមិនកំណត់0លើ0លើ0តែយើងដឹងហើយ limit យើងរៀងមិនកំណត់0លើ0អញ្ចឹងដើម្បីកណនី limit នេះបានយើងដឹងថាមកកាលណាបើ x ខិតទៅជិត0នេះប្រកាសជាមានកតាមួយគឺ x ដក1ហើយយើងត្រូវចាំទុកចឹងអញ្ចឹងយើងមានកសោមួយគឺ 5x ការ៉េដក 3x ដក2ខ្ញុំមានកតាមួយគឺ x ដក1មែនទេអញ្ចឹង x គុណនឹងប៉ុន្មាន 5x ការ៉េគុណនឹង5 5x អញ្ចឹងដក1យើងគិតថាដក1នេះគុណនឹងប៉ុន្មានបានស្មើនឹងដក2ប្រកាសជាគុណនឹង2អញ្ចឹងមានកតាមួយគឺបូក2អញ្ចឹងនឹងខុសឲ្យត្រូវយើងគុណពលាតលេខហ្នឹងមក x ដក1តាឲ្យ 5x បូក2អញ្ចឹងយើងគុណមកស្មើនឹង x ការ៉េបូក 2x ដក 5x ដក2យើងកណនីមកទៀតវាស្មើនឹង x ការ៉េដក 3x ដក2អញ្ចឹងគឺពិតហើយអញ្ចឹងយើងកណនីមួយទៀត 3x ការ៉េបូក 4x ដក 7អញ្ចឹងយើងមានកតា x ដក1ដកដែរយើងប្រាប់មុនហ្នឹង x គិតទៅចិត្ត1កតាឲ្យ 3x កណដក1គុណនឹងប៉ុន្មានបានស្មើនឹងដក7នេះលេខនៅខាងចុងនេះគឺប្រកាសជាគុណនឹង7តែ 3x បូក5 7វិញយើងចង់ដឹងថាខុសត្រូវយើងយកលេខហ្នឹងគុណពលាតទៅឃើញអញ្ចឹងខ្ញុំយកលេខហ្នឹងគុណពលាតមក x ដក1កតាឲ្យ 3x បូក7ខ្ញុំគុណទៅស្មើនឹង x ការ៉េដក 3x បូក 7x ដក 7អញ្ចឹងស្មើនឹង x ការ៉េបូក 4x ដក 7អញ្ចឹងចម្លើយឃើញត្រឹមត្រូវដែរអញ្ចឹងយើងអាចសេ limit យើងបានណាវាស្មើមក limit x ហត្ថចិត្ត1នៃជាមកកតា x ដក1កតាឲ្យ 5x បូក2លើ x ដក1កតាឲ្យ 3x បូក7ចឹងយើងអាចសម្រួល x ដក1 x ដក1អស់សល់តែ limit x ខិតទៅចិត្ត1នៃ 5x បូក2លើ 3x បូក7ចឹងយើងចំនួន1ចូលទៅស្មើនឹង5គុណនឹង1បូក2លើ
3 គុណនឹង1 បូក 7 អញ្ចឹងគឺស្មើនឹង5 បូក 2 លើ 3 បូក 7 គណនាតទៀតស្មើនឹង 7 លើ 10 អញ្ចឹងដូចនេះlimit a យើងគឺស្មើនឹង 7 លើ 10 បាទសូមអរគុណ